សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំចែករំលែកអ្នកទាំងអស់គ្នាអំពីរបៀបអាប់ឡូតចម្រៀងចូលទៅក្នុង DistroKid ហើយការអាប់ឡូតចម្រៀងនេះខ្ញុំអាប់ឡូតចម្រៀងម្ដងមួយបទអ្នកទាំងអស់គ្នាហើយចំពោះការអាប់ឡូតបទចម្រៀងជាអាល់ប៊ុមខ្ញុំនឹងធ្វើនៅវីដេអូខលផ្សេងទៀតអញ្ចឹងអ្នកទាំងអស់គ្នាបាទនេះជា account website របស់យើង account DistroKid របស់យើងអ្នកទាំងអស់គ្នានេះជាចម្រៀងដែលខ្ញុំបានអាប់ឡូតពីមុនចូលទៅរួចរាល់ហើយបញ្ជាក់ឡើងនេះតិចមុននឹងយើងអាប់ឡូតចេញពណ៌មូលនេះបានន័យថាជាបាន release ចូលទៅក្នុង store ហើយបើសិនបើវាអត់ចេញពណ៌បៃតងចឹងទេវាចេញពណ៌លឿងចឹងបានន័យថាវាស្ថិតនៅក្នុងការ review ពេលដែលកំពុងស្ថិតក្នុងការ review នោះវាអត់ទាន់ចេញចឹងទេអ្នកនរគ្នាគឺវាចេញពណ៌លឿងបើចឹងដើម្បី upload បានយើងចូលទៅក្នុង upload music នេះអ្នកនរគ្នាយើងចុចកន្លែងហ្នឹងហើយវានឹងចេញមកប្រភេទនេះកន្លែង store ដែលវាត្រូវ upload ចូលអ្នកនរគ្នាអញ្ចឹងយើង select កន្លែង roll block នេះមួយទៀតនេះសិតតែជា store ដែលយើងត្រូវដាក់ចូលទៅដែរយើង select លើវាអស់មក continue ហើយ Snapchat មួយទៀតយើង select យកពាក្យ yes មកអ្នកនរគ្នាតមកយើង select រើសយើងចង់បានប្រមាណបទសម្រាប់វីដេអូហ្នឹងយើងធ្វើបង្ហាញពីមួយបទអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំយកមួយបទនេះគេហៅ single track បាទឥឡូវនេះយើងមិនបាច់ select អីទេអ្នកទាំងអស់គ្នាអានេះបើយើង select វានឹងទាលយើងថែមសម្រាប់ការ add បន្ថែមទៅលើ social media page ហ្នឹងគឺចប់ social media ផ្សេងដូចជាអ្នកទាំងអស់គ្នានេះមក3 4ខាងក្រោមនេះអញ្ចឹងយើងកន្លែងនេះយើងអត់មាន select អីទេអញ្ចឹងយើងអស់មកក្រោមទៀតមកកន្លែងនេះគេសួរhas the single has been previously released ហ្នឹងអាហ្នឹងបានន័យថាគេចង់សួរថាចម្រៀងរបស់យើងហ្នឹងធ្លាប់upload ចូលទៅក្នុងហ្នឹងពីមុនរួចម្ដងនៅអញ្ចឹងយើងយកពាក្យថា no កន្លែងនេះដោយសារតែខ្ញុំហ្នឹងមាន artist 2អញ្ចឹងយើងធ្លាប់ upload ហើយអញ្ចឹងវាចេញអញ្ចឹងតែបើសិនជាយើងអត់ធ្លាប់ upload ទើបតែដំបូងទេអាហ្នឹងយើងទៅសេវាដល់ខ្លួនឯងមក artist យើងឈ្មោះអីគេយើងដាក់ឈ្មោះមកសេតែឈ្មោះអ្នកទាំងអស់គ្នាដែលចង់ដាក់ស្រឡាញ់អញ្ចឹងអ្នកទាំងអស់គ្នាអាចដាក់មកបន្តមកទៀតយើងអស់មកក្រោមទៀតមកកន្លែងនេះយើងយកពាក្យ no ដែរអ្នកទាំងអស់គ្នាគេសួរថា artist ហ្នឹងមាននៅ Instagram អត់ចឹងយើងដាក់ថាអត់មកមួយទៀតគេសួរថា artist ហ្នឹងមាននៅលើ Facebook អត់អញ្ចឹងយើង select យក no ដែរមកបានន័យថាវាអត់មានទេហើយ release date នេះអានេះតាក់ទងទៅនឹងការupload បទចម្រៀងហ្នឹងឲ្យវាចូលទៅក្នុង store ហ្នឹងនៅថ្ងៃណាយើងអាចកំណត់បានប៉ុន្តែការកំណត់នេះលុះត្រាតែយើងទិញ plan ទី2មួយឆ្នាំ$40ជាងអ្នកនរគ្នាអាហ្នឹងបានយើងអាចមានការកំណត់ហ្នឹងប្រសិនបើយើងទិញ plan ទី1ទេអានេះគឺស្រេចទៅលើខាង DistroKid គឺជាអ្នកដាក់អ្នកនរគ្នាអញ្ចឹងបើយើង plan ទី1យើងអត់មានអាហ្នឹងសេរីបានទេតែបើ plan ទី2ទៅទើបអាចមានបានទើបអាចមានកន្លែងហ្នឹងឲ្យសេរីបានណាអ្នកនរគ្នានេះខ្ញុំយកតេស្តឲ្យអ្នកនរគ្នាមើលទេព្រោះខ្ញុំយក plan ទី2ខ្ញុំទិញ plan ទី2ចឹងយើងអាចសេរីបានអញ្ចឹងចាំឲ្យវាស្អែកបានឲ្យវា release ចូលទៅក្នុង store មកហើយនេះការសេរីក៏ប្រត់មកយើងអាចសេរីបាននេះយើងមិនលេខវាទេហើយជាមួយនឹង record label នេះអ្នកនរគ្នាអានេះបើសិនជាយើងទិញ plan ទី1យើងអាចសេរីបានទេកន្លែងហ្នឹងវាអាចនឹងចេញពាក្យថា DistroKid ប៉ុន្តែបើយើងទិញ plan ទី2កន្លែងហ្នឹងគឺយើងអាចសេរីដាក់ record label ហ្នឹងតាមអ្វីដែលយើងចង់ដាក់ដូចឧទាហរណ៍ថាយើងដាក់ពាក្យថា Eclipse នេះទៅតាមឈ្មោះ album របស់យើងអ្នកនរគ្នាអានេះយើងចង់ដាក់អីផ្សេងក៏បានដែរស្រេចតែយើងចង់ដាក់យើងសរសេរបានអ្នកនរគ្នាហើយមួយទៀតយើងចង់មកកន្លែង language នេះយើងយក English ទៅដែរទៅហើយ primary chain នេះអានេះយើង select នេះយើងអាច select យកអីគេអ្នកនរគ្នានេះយើងចង់ select យកអីអាហ្នឹង set ទៅតាមប្រភេទបទចម្រៀងរបស់យើងអ្នកនរគ្នាហើយខ្ញុំសូមទៅដាក់ពីដើមនេះ import ខ្ញុំ select បទចម្រៀងយកដាក់ហ្មងទៅអ្នកនរគ្នាខ្ញុំសូមមើលបទចម្រៀងខ្ញុំសិនជាប្រភេទអីគេ I was dead, it's over. Breathe.
បទចម្រៀងរបស់ខ្ញុំជាប្រភេទ relaxing music ណាអ្នកនរគ្នាអញ្ចឹងខ្ញុំអាច select ទៅតាមប្រភេទបទចម្រៀងយើងរកប្រភេទបទចម្រៀងណាដែលត្រូវជាមួយនឹងប្រភេទបទចម្រៀងរបស់យើងអ្នកនរគ្នាឡើយហ្នឹងនេះខ្ញុំយកនេះមួយទៅនេះយើងត្រូវ select វាហើយ secondary នេះយើងជាប្រភេទ optional នេះយើងយកក៏បានមិនយកក៏បានដែរអត់អីទេអ្នកនរគ្នាបើយកយើង select ដាក់មកដែរតែប៉ុន្តែបើអត់ទេក៏អត់ទៅអានេះខ្ញុំអត់យកទេកុំឲ្យវាញ៉ៃញ៉ៃហើយកន្លែងនេះជាប្រភេទឲ្យយើងដាក់ album cover របស់យើងអ្នកនរគ្នាអញ្ចឹងយើង select វាមកអានេះយើងត្រូវទៅ cover ឲ្យហើយមកអានេះខ្ញុំ select មួយចាស់ខ្ញុំយករូបមួយនេះជា album cover ចាស់អ្នកនរគ្នានេះតមកទៀតដល់ឡើង track number នេះគឺវា load auto ឲ្យយើងទោះជាយើង select យកផុសម្ដងច្រើនបត់ក៏វា load ជាលេខរៀងឲ្យយើងដែរអញ្ចឹងកន្លែងនេះគេឲ្យយើងដាក់ចំណងជើងបទចម្រៀងអញ្ចឹងខ្ញុំទៅយកបទមិញមកអ្នកនរគ្នាបទដែលខ្ញុំចង់ដាក់ហ្នឹងនេះយើង copy មកយើង copy នេះ copy ចំណងជើងមកសិនណាអ្នកនរគ្នាយើងទៅ save ក៏បានយើង copy ក៏បានដែរនេះ breeze without you នេះអ្នកនរគ្នាប៉ុន្តែសូមបញ្ជាក់កន្លែងនេះគឺអត់ឲ្យមានលេខខាងមុខទេអ្នកនរគ្នាបើសិនជាមានលេខពេលដែលយើង upload ទៅគឺវានឹង error អត់ឲ្យចូលទៅទេអញ្ចឹងយើងលុបលេខនឹងចោលហើយកន្លែងនេះយើងយក no ទាំងអស់មកដូចគេអញ្ចឹងអ្នកនរគ្នានេះហើយមកដល់កន្លែងនេះគឺជាកន្លែងដែលយើងដាក់បទចម្រៀងយើងចូលអញ្ចឹងយើងទៅយកបទចម្រៀងដែលយើងចង់ដាក់មកយើងអាច select លើហ្នឹងក៏បានហើយយើងទៅរើសបទចម្រៀងក៏បានដែរអ្នកនរគ្នានេះយើង select អញ្ចឹងមកហើយរើសបទចម្រៀងចូលអញ្ចឹងមកវានឹងចូលហើយឬក៏មួយទៀតយើងអាចចាប់ទាញយកមកដាក់ហ្មងក៏បានដែរអ្នកនរគ្នាយើងចូលនេះយើងចូលចាប់ទាញវាយកមកដាក់អញ្ចឹងមកអ្នកនរគ្នានេះយើងបើកឲ្យហើយយើងចាប់ទាញដាក់បានតាមចិត្តទេអ្នកនរគ្នាហើយអានេះសូមបញ្ជាក់ជាមួយនឹងលេខដែលនៅខាងមុខហ្នឹងអាហ្នឹងយើងអាចដាក់បានពីព្រោះអីវាមិនមែនជាលេខរៀងទេប៉ុន្តែកន្លែងដែលយើងខាងមុខនេះកន្លែងខ្ញុំបញ្ជាក់មុនហ្នឹងវាជាលេខរៀងនៃបទចម្រៀងរបស់យើងអញ្ចឹងអត់អាចដាក់លេខបានទេតែកន្លែងនេះយើងមិនបាច់ដូរទេយើងទាញមកយកដាក់ហ្មងហើយកន្លែងនេះជាប្រភេទ option ដែលយើងឲ្យរើស function របស់គេហ្នឹង Dolby Atmos Spatial Audio ហ្នឹងអាហ្នឹងយើងយក no មកព្រោះបទចម្រៀងប្រភេទខ្ញុំហ្នឹងអត់មាន Dolby ហ្នឹងទេអានេះគេសួរយើង songwriter ឬក៏ cover song អញ្ចឹងយើងដាក់មក I wrote this song ដោយសារចម្រៀងហ្នឹងគឺយើងជាអ្នកធ្វើដោយខ្លួនឯងមិនមែនជាប្រភេទ cover ទេអ្នកនរគ្នាជាប្រភេទ original ហើយ original នេះគឺយើងធ្វើដោយ AI ទេអ្នកនរគ្នាអញ្ចឹងយើង select យក original ដែរមកដល់បន្ទាប់ទៀតគឺ songwriter គឺតម្រូវឲ្យយើងដាក់ឈ្មោះរបស់យើងជាអ្នកសរសេរចម្រៀងធ្វើចម្រៀងហ្នឹងអញ្ចឹងគេបញ្ជាក់មកទៀតគេឲ្យយើងដាក់ real name អញ្ចឹងយើងឈ្មោះឲ្យគេយើងដាក់មកដល់អ្នកគ្នានេះ music and lyric នេះអ្នកនរគ្នានេះអញ្ចឹងប្រភេទចម្រៀងរបស់យើងហ្នឹងមានទាំងភ្លេងទាំងអ្នកចម្រៀងច្រៀងអញ្ចឹងយើងជ្រើសរើសយកmusic and lyric នេះហើយឈ្មោះនេះយើងដាក់មកអ្នកនរគ្នាអានេះខ្ញុំធ្លាប់ select ទេវាមានជាប់នៅហ្នឹងហើយបើអ្នកនរគ្នាអត់មានទេអ្នកនរគ្នាសរសេរឈ្មោះមកសរសេរដូចចឹងទៅនេះគេឲ្យយើង add another songwriter នេះយើងមិនបាច់ add ទេព្រោះខ្ញុំដាក់មានតែយើងម្នាក់ទេអានេះយើងយក no ដែរមកអ្នកនរគ្នាយើង select អាលើចឹង select តាមនឹងទាំងអស់មកដល់កន្លែងនេះសូមបញ្យល់តិចអា track price នេះគឺបញ្ជាក់ទៅតម្លៃនៃបទចម្រៀងរបស់យើងមួយបទហ្នឹងជាទូទៅគឺមានតម្លៃ $0.99 គឺស្មើនឹង$7យើងនិយាយទៅអានេះតម្លៃយើងអាចដូរបានបើសិនបើយើងទិញ plan ចាប់ពី plan ទី2ទៅអ្នកនរគ្នាប៉ុន្តែបើយើងទិញ plan ទី1កន្លែងហ្នឹងអត់អាចដូរបានទេប៉ុណ្ណាគឺប៉ុណ្្នឹងហើយគឺវា fix ហើយតែបើយើងយក plan ទី2គឺយើងអាចដូរបានសេរីបាននេះខ្ញុំយកដដែលមកអ្នកនរគ្នាហើយមកដល់កន្លែងនេះអ្នកនរគ្នាត្រូវចាំប្រយ័ត្នហើយមកដល់កន្លែងនេះអ្នកនរគ្នា
ត្រូវចាំកន្លែងនេះយើងប្រយ័ត្នតិចទៅដោយសារតែជាប្រភេទគេដាក់ចូលទៅក្នុង Apple Music អញ្ចឹងគេនេះគេឲ្យយើង add credit for each song on this release អញ្ចឹងគេឲ្យយើង add credit ចូលដែរអញ្ចឹងយើងត្រូវតែចុចកន្លែងហ្នឹងបើយើងអត់ចុចទេគឺវាអត់ឲ្យទេផុសអត់ទៅទេអញ្ចឹងយើង select មក performer ហ្នឹងយើង select មកជាអីគេអ្នកនរគ្នាយើងអ្នកធ្វើហ្នឹងយើងជាអ្នកភ្លេងកាន់ហ្គីតាឬក៏ mixer ឬក៏អីចឹងយើងរើសមកអ្នកនរគ្នាសម្រាប់ខ្ញុំយកពាក្យថា keyboard ចឹង keyboard ពេលនេះមិនមែនសំដៅទៅលើការ typing ទេអានេះគឺជាការសរេនៅប្រភេទកុំព្យូទ័រឬក៏ mixer អីចឹងអ្នកនរគ្នាហ្នឹងជាប្រភេទខាងសិល្បៈអ្នកធ្វើភ្លេងគេដឹងពាក្យ keyboard ហ្នឹងគឺវាមានន័យថាការសរេភ្លេងធ្វើភ្លេងអីហ្នឹងអ្នកនរគ្នាហើយយើងដាក់ឈ្មោះមកឈ្មោះមិនខ្ញុំដដែលអ្នកនរគ្នានេះគេឲ្យ add another performer យើងមិនបាច់ទេយើងដាក់តែយើងមួយទៅកន្លែងនេះ producer ណាគេជា producer អញ្ចឹងយើងដាក់យើងដែរមកឬក៏ឈ្មោះ artist របស់យើងហ្នឹងអ្នកនរគ្នាយើងអាចដាក់បាននេះខ្ញុំរើសយក producer ដដែលអ្នកនរគ្នាឈ្មោះខ្ញុំដដែលតែនេះយើងអស់មកចុះក្រោមកឡើយនេះយើងអត់លេងវាទេបើយើងចង់ដាក់ select វាត្រូវបង់លុយសិតតែបង់លុយបន្ថែមអញ្ចឹងយើងអត់ត្រូវធ្វើអីជាមួយវាទេយើងទាញវារហូតមកដល់ចូលកន្លែង import change bob នេះអ្នកនរគ្នាគឺកន្លែងហ្នឹងគឺយើងត្រូវតែគ្រីសកន្លែងទាំងអស់ហ្នឹងនេះជាលក្ខខណ្ឌរបស់គេតម្រូវឲ្យយើងគ្រីសបើមិនជាយើងអត់គ្រីសកន្លែងហ្នឹងទេអត់ប្រអប់មួយណាក៏វាអត់ទៅកើតដែរអ្នកនរគ្នានេះតើយើងគ្រីសហើយយើងមើលមកទៀតទៅនេះគេដាក់ប្រាប់យើង you almost there previous your release detail អានេះគេប្រាប់យើងគឺវាបង្ហាញថាយើងនឹងធ្វើចិត្តបានត្រូវទាំងអស់ហើយអញ្ចឹងឲ្យយើងធ្វើបន្តទៀតតាមលក្ខខណ្ឌគេនេះចុច continue មកអានេះវា verify ហើយគឺវា upload ចូលមកអ្នកនរគ្នាទៅពេលវា upload ពេញទៅគឺចម្រៀងយើងវាចូលទៅក្នុង DistroKid តែគេត្រូវការ review បន្តទៀតពេល review ចប់ទើបវាអាច release ចូលទៅក្នុង store ទាំងអស់ប្រហែលជា15 store ហ្នឹងទើបអាចចែកចាយទៅបានយើងចាំវាតិចទៅនេះអ្នកនរគ្នានៅសល់មកតង់នេះទៀតឃើញគេដាក់ add that finish sound នេះអ្នកនរគ្នាអានេះឃើញវាពុកវល់នេះឡើយនេះអ្នកនរគ្នាគេដាក់ enhancing your voice អញ្ចឹងបានន័យថាវាកំពុងតែធ្វើចម្រៀងហ្នឹងឲ្យកាន់តែព្រោះអញ្ចឹងប៉ុន្តែត្រូវបង់លុយអានេះក៏ជា sample demo របស់គេអ្នកនរគ្នាអញ្ចឹងយើងអ្វីដែលយើងត្រូវធ្វើនេះបើយើងចង់បានអាសលេងដែលគេដាក់ enhance ឲ្យយើងហ្នឹងតោះតែយើង select នេះយកពាក្យអស់លុយនេះក្នុងមួយបទហ្នឹងវាទាយើង$10អ្នកនរគ្នាអញ្ចឹងបើសិនបើយើងអត់ចង់ចំណាយលុយទៀតទេគឺយើងយកuse my original នេះមកខ្ញុំតែងតែ use my original ព្រោះយើងអត់ត្រូវឲ្យវាកែកុនភ្លេងរបស់យើងទៀតទេអ្នកនរគ្នាព្រោះវាអស់លុយច្រើនអញ្ចឹងឥឡូវយើង select តាមហ្នឹងហើយអ្នកនរគ្នាចាំមកដល់ហើយហ្នឹងយើងត្រូវ select ឲ្យ use my original មកតោះមកយើងចុច continue នេះអ្នកនរគ្នាគឺ complete ទេដាក់នេះអ្នកនរគ្នាគេដាក់នេះ hold your music is on the way តែប៉ុណ្ណឹងគឺហើយយើងមកមើលចម្រៀងរបស់យើងដែលយើង upload មិញយើងចំណាំចំណងជើងនេះខ្ញុំទៅ upload មិញណា Bridge Without You នេះយើងចុចទៅពាក្យ music មកនេះអ្នកនរគ្នាអានេះពណ៌លឿងអញ្ចឹងចេញពណ៌លឿងអញ្ចឹងបានន័យថាវាអត់ត release ចូលក្នុង store ព្រោះវាត្រូវការ review សិនហើយចំពោះពណ៌បៃតងទាំងអស់នេះគឺវាបាន release ចូលក្នុង store អ្នកនរគ្នាអញ្ចឹងការ upload ចំពោះម្ដងមួយបទនេះគឺមានតែប៉ុណ្្នឹងអ្នកនរគ្នា